ជាទូទៅបើយើងចង់ scale គឺយើងប្រើអក្សរ S អក្សរ S នៅក្នុង SketchUp យើងអញ្ចឹងយើង select លើ object មួយហើយយើងចុច S មួយមកបន្តមកយើងទាញវាទៅលើប៉ុន្តែកន្លែងនេះគឺយើងឃើញថាវាធំទៅតាមអ្វីដែលយើងទាញនឹងដែរនៅពេលដែលយើងទាញកាន់តែខ្ពស់គឺវាកាន់តែធំចឹងដែរអញ្ចឹង plugin ដែលយើងត្រូវប្រើថ្ងៃនេះគឺ Fredo Scale អញ្ចឹងយើងយក Fredo Scale box stretching នេះមកយើង select double click ដោយសារបើសិនជាយើងចង់ស្រួលជាងហ្នឹងគឺយើងត្រូវការទិញអញ្ចឹងយើងអត់ទិញគឺយើង select លើ object ហើយយើង double click លើនេះមកគឺប្រើបានដូចគ្នាហើយយើងទាញទៅលើមកអញ្ចឹងយើងអាចមើលចំណុចនេះបានន័យថានៅពេលដែលវាលោតពណ៌ខៀវអញ្ចឹងគឺយើងត្រូវទាញទៅលើបើសិនជាករណីដែលយើង select នៅចំកន្លែងនេះគឺវាត្រូវទាញមកឆ្វេងស្ដាំអញ្ចឹងបើសិនជាពណ៌ក្រហមអាចទៅមុខទៅក្រោយអញ្ចឹងទៅអញ្ចឹងខ្ញុំចង់ទាញទៅលើខ្ញុំ select លើហ្នឹងហើយបន្ទាប់មកកន្លែងនេះគឺយើងអាច move បានដែរនេះយើងអាច move ទៅទីតាំងដែលយើងចង់ទាញបានអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ទាញប៉ុណ្នេះគឺខ្ញុំ move ទៅប៉ុណ្្នឹងមកហើយបើសិនជាខ្ញុំចង់ទាញប៉ុណ្ណខាងក្រោម click double click បើសិនជាចង់ទាញខាងក្រោមនេះគឺដាក់នៅខាងក្រោមហ្នឹងមកនេះគឺយើងឃើញវាជាប់នៅខាងក្រោមហ្នឹងអញ្ចឹងយើង select លើហ្នឹងមកបន្ទាប់មកទៀតយើងទាញយកមកដាក់ snap នៅត្រង់នេះនៅត្រង់ទីតាំងដែលខ្ញុំចង់ដាក់នេះអញ្ចឹងយើងទៅរកកន្លែងទីតាំងដែលយើងចង់ snap មកអញ្ចឹងយើងចុចមួយមកគឺវាបានជោគជ័យហើយបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចករណី scale នេះគឺវាត្រូវការ snap ជាមួយនឹង object ដែលមាន line នៅក្នុងក្រុមជាមួយវាអញ្ចឹងឧទាហរណ៍ថាបើសិនជាខ្ញុំលុប snap នេះចេញលុប object វាចេញអញ្ចឹងខ្ញុំចង់ snap នៅខាងក្រៅនេះគឺយើង snap អត់បានទេអញ្ចឹងខ្ញុំជាឧទាហរណ៍មើលខ្ញុំ double click លើនេះបន្ទាប់មកទៀតខ្ញុំ select យក snap វាមកជាងទៅពេលដែលយើង snap ចំហើយក៏វាអត់ទៅដល់លើនឹងដែរអញ្ចឹងត្រង់ចំណុចនេះគឺយើងអាចប្រើពីរយ៉ាងទី1យើងគូ L យើងគូ line វាមួយមកហើយទី2គឺយើងអាចប្រើអក្សរ T ចុចអក្សរ T មួយមកហើយបន្តមកទៀត double click នៅលើ line ដែលយើងចង់ដាក់វា snap មកអញ្ចឹងខ្ញុំចុចម្ដងទៀត double click លើនេះហើយបន្តមកទៀតខ្ញុំទាញយក snap scale ទីតាំងដែលយើងចង់ដាក់នេះប៉ុណ្្នឹងគឺប្រើបានហើយបាទអញ្ចឹង plugin នេះគឺខ្ញុំនឹងដាក់ចូលទៅកាន់ Ready Facia អញ្ចឹងយើងអាច search មើលឈ្មោះ channel Telegram នេះបាន